ញោមភ្លាក្តាមសេះថ្ងៃនេះខ្ញុំនឹងចែករំលែកពីរបៀបថាធ្វើញោមភ្លាក្តាមសេះយ៉ាងម៉េចឲ្យមានរសជាតិឆ្ងាញ់ហើយទោះបីជាឃើញម្ទេសច្រើនមកចុះក៏ថាញ៉ាំទៅហល់តែតិចឆ្ងាញ់ដែរបងប្អូនហើយឥឡូវនេះគឺយើងមានក្តាមសេះរបស់យើងនោះបងប្អូនហើយគឺថាល្អមែនតើបើកមកថាសិតតែថាខ្លាញ់ឡើងថាលឿងល្អមែនតើណាយើងលាងសម្អាតវាឲ្យថាច្រើនទឹកឲ្យស្អាតមកបងប្អូនហើយយើងកាត់វាបែបនេះមកណាហើយយើងយកវានេះយើងទៅត្រាំសូដាបងប្អូនត្រាំចោលដាក់តកឲ្យថាត្រជាក់ឲ្យថាបាន1ម៉ោងបាន2ម៉ោងទៅក៏ថាកាន់តែល្អបងប្អូនហើយនេះគឺជាគ្រឿងផ្សំរបស់យើងដាក់ម្ទេសតែប៉ុណ្ណឹងបើថាចេះម្ទេសច្រើនដាក់ច្រើនចេះម្ទេសតិចដាក់តិចចឹងណាព្រោះដោយសារខ្ញុំដាក់ម្ទេសតែប៉ុណ្ណឹងទេព្រោះខ្ញុំមានថាម្ទេសហុយនៅខាងក្រៅដែរបងប្អូនចឹងទៅគ្រឿងមានទឹកប្រហុកមានប៊ីចេងស្ករអំបិលអីតាមហ្នឹងទៅបងប្អូនឃើញនេះអានេះគឺខ្ញុំដាក់ម្ទេសហុយតាមហ្នឹងចឹងណាដើម្បីថាយកគ្រាប់ម្ទេសឲ្យឃើញបានច្រើនហ្នឹងវាអត់សូវហឹលទេហើយយើងដាក់គ្រឿងរបស់យើងអានេះក៏ចេះកញ្ចប់ចុងក្រោយមកហើយបាត់ទេបងប្អូនអញ្ចឹងយើងចាក់គ្រឿងទាំងអស់ហ្នឹងញោមភ្លាជាមួយគ្នាកូរច្បល់ឲ្យថាឲ្យយូរបន្តិចដើម្បីឲ្យវាចូលជាតិគ្នាអញ្ចឹងឥឡូវនេះគឺថាបានហើយយូរណាស់ក្តាមរបស់យើងគឺបានហើយណាបងប្អូនណាមើលថាខ្លាញ់របស់វាថាលឿងល្អមែនតើមកហ្មងមុនញ៉ាំដាក់ fresh មួយម៉ាត់សិននេះខ្ញុំញ៉ាំរសជាតិតាពាំងបាយជូរអូទឹកផ្លែឈើ fresh របស់គេនេះគឺថាឆ្ងាញ់ណាស់បងប្អូនហើយសំខាន់ណាស់ជាផលិតផលខ្មែររបស់យើងទៀតបងប្អូនណាគួរតែគ្រប់គ្រងផលិតផលខ្មែររបស់យើងឲ្យបានច្រើនសំខាន់ណាស់ឡើងឈ្ងុយផ្លែឈើមកហ្មងបងប្អូនយើងទិញទុកពេលដើរលេងពេលអីហត់អីចឹងយើងអាចញ៉ាំអញ្ចឹងហើយជាពិសេសបងប្អូនចិត្តដល់ថ្ងៃបុណ្យអុំទូកអីអញ្ចឹងបងប្អូនអាចទិញយកជូនចាស់ឬក៏ជូនឪពុកម្ដាយដែលយើងថាអ្នកមានគុណនៅផ្ទះអញ្ចឹងដូចខ្ញុំនេះបងប្អូនមកកត្រកនេះបងប្អូនគឺថាជាកាដូមួយដែលថាសែនមានន័យអញ្ចឹងបងប្អូនហើយមកកត្រកនេះបងប្អូនត្រឹមតែប្រហែល10កំប៉ុងជាងបងប្អូនអាចខ្ចប់អញ្ចឹងមកអូយនិយាយថាច្រើនហើយបើថាស្អាតយើងអាចជូនគាត់ជូនអ្នកមានគុណយើងអញ្ចឹងនៅក្នុងថ្ងៃពិសេសអញ្ចឹងបងប្អូនហើយទឹកផ្លែឈើរបស់ខ្មែររបស់យើងនេះបងប្អូនញ៉ាំទៅមិនត្រឹមតែឆ្ងាញ់ទេមានប្រយោជន៍ទៀតរសជាតិផ្លែឈើនេះជំនួយដល់ភ្នែកហើយជំនួយដល់ធម៌ពលខួរក្បាលយើងបងប្អូនអានេះល្អមែនតើរសជាតិទឹកត្រឡាចនេះវិញបងប្អូនញ៉ាំទៅត្រជាក់ចិត្តហើយបន្ថយភាពតានតឹងនៅក្នុងខ្លួនយើងហើយជំនួយដល់ការចងចាំរបស់យើងបានល្អទៀតហើយបើរសជាតិតែទឹកឃ្មុំនេះវិញបងប្អូនឆ្ងាញ់អនាម័យខ្ពស់លើសពីតែជ្រក់ដែលយើងញ៉ាំធម្មតានឹងទៀតក្លិនតែឈ្ងុយទឹកឃ្មុំមែនតើណាគាត់តែឃើញប៉ុណ្ណេះចេញមកបងប្អូននៅទឹកមាត់ហូរមកច្រាក់ហ្មងសម្រាប់ខ្ញុំកំពុងover នេះគាត់ថាឃ្លានទៀតដែរហើយរសជាតិទៅជូរហឹលប្រៃផ្អែមមកល្មមបងប្អូនសំខាន់ណាហឹលដិតមកល្មមឆ្ងាញ់ហើយបងប្អូនហើយកុំភ្លេចស្រឡាញ់សុខភាពស្រឡាញ់សេដ្ឋកិច្ចជាតិញ៉ាំទឹកផ្លែឈើ Freshy Byeសួស្តីអ្នកគ្នាថ្ងៃនេះគឺយើងមកញ៉ាំមាន់ពងជាមួយនឹង spicy sauce ចង់ដឹងថាថ្ងៃនេះញ៉ាំយើងធ្វើដោយរបៀបម៉េចមកយើងមកមើលវីដេអូជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះគឺយើងមានមាន់ពងរបស់យើងដល់ទៅ8ដុំអ្នកគ្នាទៅត្រឡប់ខ្ញុំមកឲ្យតែញ៉ាំគឺខ្ញុំចូលចិត្តដាក់ច្រើនដុំមែនតើថានេះគឺជា spicy sauce របស់យើងអ្នកគ្នាទឹកsauceរបៀបទឹកsauce មីហឹលរបស់កូរ៉េហ្នឹងអានេះគុណនឹង2អ្នកគ្នាគឺហឹលខ្លាំងមែនតើហើយនេះអ្នកគ្នាដឹងស្រាប់ហើយនិយាយទៅអ្នកដែលធ្លាប់សាក់អ្នកដែលធ្លាប់ញ៉ាំអាមីហឹលគុណនឹង2ហ្នឹងគឺដឹងថារសជាតិរបស់វាគឺហឹលយ៉ាងម៉េចអញ្ចឹងវាដូចគ្នាអញ្ចឹងអ្នកគ្នាគឺហឹលខ្លាំងគឺខ្ញុំចូលចិត្តមែនតើហើយយើងចាក់ដាក់ចានហើយយើងយកមាន់របស់យើងមកដាក់ផ្ទាប់លើនឹងទៅឥឡូវគឺហើយអ្នកគ្នានេះជម្រុកហើយអូអ្នកគ្នាមើលក៏ដឹងថាតំណងហឹលហោះញាក់សាច់ដើរអត់ចាំយូរទេដល់វគ្គញ៉ាំនេះដាក់មួយម៉ាត់ជាតិមែនតើអ្នកគ្នាភ្លើមាត់របស់យើងសាច់ឡើងល្មួតល្អមែនតើហើយជាមួយនឹងអាសោះរបស់វាហឹលជាប់ស្បែកហ្នឹងអ្នកគ្នាមើលតែមាត់អញ្ចឹងទៅគឺថាញ៉ាំយ៉ាងឆ្ងាញ់អញ្ចឹងបើថាអ្នកដែលអត់សូវចេះហឹលទៅអ្នកគ្នាដាក់តែបន្តិចហ្នឹងចេញទឹកភ្នែកទៅបាត់តែសម្រាប់ខ្ញុំវិញគឺថាសមល្មមមកឆ្ងាញ់មកហឹលកាហាយអញ្ចឹងណាពេលដែលយើងទិញមាន់ពងមកហ្នឹងគេមានថែមអាទឹកប៉េងប៉ោះឬក៏ទឹកម្ទេសអីឲ្យយើងដែរប៉ុន្តែដោយថាវាអត់សូវហឹលដល់អ្នកគ្នាអញ្ចឹងគឺយើងមានតែធ្វើទឹកសុះខ្លួនឯងអ្នកដាក់គុណនឹង2នឹងមកគឺថាញាក់សាច់ញាក់ស្បែកធឺតែម្ដងដល់កុំភ្លេចជូតមាត់ផងណាអត់ភ្លេចទេញ៉ាំមាន់ពងគឺដាក់ហាត់ណាមដើម្បីបង្កើនរសជាតិមាន់ពងរបស់យើងឲ្យកាន់តែហឹលឲ្យកាន់តែឆ្ងាញ់ថែមមកកម្រិតទៀតអ្នកគ្នាអាហ្នឹងគឺជារបៀបដែលខ្ញុំចូលចិត្តញ៉ាំមាន់ពងអ្នកគ្នាហើយអ្នកគ្នាចូលចិត្តញ៉ាំរបៀបយ៉ាងម៉េចដែរជួយប្រាប់ខ្ញុំក្នុងខមមិនផងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយដៃមកយ៉ាក់នេះស្រស់ល្អមែនតើហើយដៃឡើងធំយើងយកវាយកទៅច្បាច់អំបិលឲ្យស្អាតទៅដើម្បីឲ្យវាអស់មកអល់លើហ្នឹងហើយច្បាច់ឲ្យខ្លាំងតិចឲ្យឆាប់ជ្រះហើយនេះអ្នកគ្នារួចរាល់ហើយឥឡូវគឺយើងទៅដល់ពេលវគ្គផ្សំគ្រឿងហើយនេះជាគ្រឿងផ្សំកូរ៉េដែលយើងផ្សំមានខ្នុរស្ករម្ទេសម៉ត់និងទឹកស៊ីអ៊ីវខាប់ប្រេងខ្យងម្ទេសខាប់កូរ៉េប្រេងល្ងហើយនិងល្ងយើងដាក់ចុងក្រោយទៅដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់គ្រឿងផ្សំវារៀងច្រើនបន្តិចប៉ុន្តែដាក់ទៅពេលឆ្អិនគឺដឹងតែឆ្ងាញ់ហ្មងអ្នកគ្នាហើយបើមើលអត់តទេអាចយឺតទៅគឺតន់ហើយគ្រឿងវាមានតែប៉ុណ្្នឹងទេហើយឥឡូវគឺយើងប្រឡាក់វាទុកឲ្យសព្វសាច់ទៅអ្នកគ្នាដល់ពេលប្រឡាក់ហើយយើងទុកចោល5-10នាទីសិនឲ្យវាចូលជាតិហើយចាំយើងយកវាយកមកចៀនអ្នកគ្នាអានេះមិនហៅជាតិទេហៅឆាវា
វាចឹងណាត្រឡប់ចុះត្រឡប់ឡើងចឹងទៅវាចេញជាតិពេញហ្នឹងហើយហើយតែយើងឆាបែបនេះគឺឆ្ងាញ់ជាងស្ងោរអ្នកគ្នាហើយរសជាតិទៅឡើងដិតឆ្ងាញ់ហ្មងហើយថ្ងៃហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងមីគុកឆុងនេះអ្នកគ្នាឥឡូវគឺយើងមកឆុងវាដាក់បន្ថែមជាមួយនឹងមឹកយើងហើយមីឆុងនេះងាយស្រួលចម្អិនណាអ្នកគ្នាដាក់ទឹកក្តៅចោលតែ5នាទីទៅបានញ៉ាំហើយមីហ្នឹងងាយស្រួលក្នុងការដាក់តាមខ្លួនណាសម្រាប់ចូលឆ្នាំចិនចឹងយើងមានកម្រងដូចថាដើរទៅលេងតំបន់ភ្នំតំបន់កោះឬក៏ដាច់ស្រយាលអីណាឆ្ងាយអត់មានអីញ៉ាំចឹងទៅយើងអាចដាក់តែទឹកក្តៅហើយជាមួយនឹងមីហ្នឹងទៅគឺញ៉ាំបានយ៉ាងឆ្ងាញ់ហើយឆ្អែតបានយូរទៀតឥឡូវមីយើងបានរួចរាល់ហើយយើងយកវាទៅចាក់ជាមួយមឹកទៅមកដល់វគ្គញ៉ាំនេះដាក់មួយម៉ាត់សាច់មឹកឡើងស្វិតអ្នកគ្នាអើយតែស្វិតតែពេលទាអញ្ចឹងណាពេលដាក់ចូលទៅក្នុងមាត់ទៅវាស្រួលញ៉ាំវិញហើយជាមួយនឹងទឹកសុសកូរ៉េដែលយើងឆាលាយជាមួយគ្នាហ្នឹងគឺរសជាតិហឹរតិចដិតឆ្ងាញ់មែនតើហើយញ៉ាំលាយជាមួយមីឆុងចេះទៀតអ្នកគ្នាសាក់សម័យតែសាយមីស្វិតស្រួលញ៉ាំហើយក្លិនមីគេឡើងឈ្ងុយហើយមីដែលខ្ញុំជ្រើសរើសយកឆុងញ៉ាំថ្ងៃហ្នឹងគឺរសជាតិប្រេងសដែកអ្នកគ្នាគួរតែសាកមើលទៅធានាថារសជាតិឆ្ងាញ់មកអែមកប់បើអត់ដឹងថាត្រូវតែទិញណាទេនេះเพจគាត់អាចឆាតទៅសួររកទិញបានដាក់មឹកមួយម៉ាត់ទៀតឯអ្នកគ្នាលាយជាមួយមីអូយសុំញ៉ាំសិនហើយវីដេអូមិនតែប៉ុណ្្នឹងទេអរគុណច្រើនបាយ